គោរពពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនេះគឺជាសកម្មភាពនៃក្រុមខ្ញុំដែលមានគ្នាចំនួន3នាក់ធ្វើដំណើរចូលព្រៃហើយមិនទៅនឹងក៏បានរៀបចំនៅវ៉ាន់មួយចំនួនមានបលវិជ័យអញ្ចឹងទៅអង្គឆ្នាំង7សម្រាប់យកទៅដេកក្នុងព្រៃហើយផ្លូវដែលពួកខ្ញុំកំពុងតែធ្វើដំណើរហ្នឹងគោលដៅគឺទៅអូដាក់មងជំនាញខ្ញុំកំពុងតែចោះទៅដាក់មងបងប្អូនបើខ្ញុំដាក់មកចប់មកបានត្រីបងប្អូនបាទបងប្អូនវ៉ាន់ដែលយកមកសម្រាប់ដេកត្រីមានតែប៉ុណ្ណឹងបងប្អូនមានតែច្រើនទេដាក់វិកចប់យកហើយទឹកអូហ្នឹងស្រស់ស្អាតទៀតហូរដោយបងប្អូនឃើញអញ្ចឹងมันជាជ្រាក់ប៉ុន្មានទេណាថ្មបាទវានោះបាក់ដើរដែរនេះគាត់ងើបពីទឹកវិញហើយក្រោយពីដាក់មងហើយទឹកឃើញអញ្ចឹងតែជាបងប្អូនជាឲ្យចំយើងខែហ្នឹងខែងារទៀតខែតិចទៀតមានអីហើយពួកខ្ញុំវិញចូលទឹកមិនបានយូរទេតែគាត់បកែខាងដាក់មងដាក់បកែខ្ញុំមិនដូចខ្ញុំនិយាយអញ្ចឹងចប់ហើយនេះគឺជាការកាប់ឬឈើដែលកន្លែងនេះខ្ញុំត្រូវដេកចាស់មកដាក់តង់ដេកហើយពួកគាត់ទាំងពីរគាត់មានយ៉ាងចង់ដឹងចង់មកឈើផុកសាំមកអូខ្ញុំមិនចូលនេះមិញអូលេងឈើពុកសោះហ្នឹងរៀបចំកន្លែងដេកបដាសោយសបាយបដាអស់សំណោចហ្នឹងហើយរៀបចំកន្លែងដេកពីភ្លឺខ្លាចយប់ឡើងយើងពិបាកមើលអីមិនឃើញហើយក៏បាយឆ្អិនល្មមបាយឆ្អិនក៏លើកមកអាត្រីដែលយើងដាក់មកបានពីកតុយហ្នឹងទូចក៏អាំងទៅអាំងឲ្យចុចអំបិលរៀបចំអំបិលបុកម្ទេសឲ្យយើងយកមកពីផ្ទះមកហ្នឹងបុកមកហូបទៅនំនេះហូបជាតិមកបងប្អូនហូបបាយនឹងព្រៃបាយមួយឆ្នាំងតូចគ្មានសល់បានទៀតនេះគឺជាសកម្មភាពពេលព្រឹកឡើងក៏នំនេះក្រៅហើយបងម្នាក់ហ្នឹងគាត់ត្រូវទៅមុនដោយសារបញ្ញាប់ទៅខេត្តអញ្ចឹងណាពួកខ្ញុំក៏រៀបចំទៅមើលមងមិនខ្ញុំទេម្នាក់ទៀតខ្ញុំអត់ហ៊ានចុះទឹកទៅចាក់បងប្អូនហើយព្រឹកឡើងដឹងស្រាប់ឯខែហ្នឹងខែរងាផងនំនេះចុះទឹកអូខ្ញុំអត់ចុះអត់កើតទេហើយត្រីគួរសមដែរព្រឹកឡើងចូលមកចាំ1គីឡូជាងដែរតមកដោះមងដោះត្រីហើយក៏ដាំទឹកឆុងកាហ្វេតែក៏ផឹកកាហ្វេក្នុងព្រៃក៏ផឹកកាហ្វេដែរជាធម្មតារបស់ពួកខ្ញុំហើយចូលចិត្តកាហ្វេអញ្ចឹងក៏ថតសកម្មភាពបងប្អូនមើលតិចទៅហើយក៏នាំគ្នាស្រ័យមុងស្រ័យតង់រៀបចំប្រដាប់ដែលយើងបានយកមកពីផ្ទះហ្នឹងរៀបចំឲ្យវ៉ាន់ប្រដាប់ឧបករណ៍ផ្សេងៗដែលយើងបានយកមកហ្នឹងក៏រៀបចំយកទៅផ្ទះវិញដូចបងប្អូនបានឃើញស្រាប់អញ្ចឹងមានថង់មានដាក់វ៉ាន់ដាក់អាវដាក់ភួយដាក់ស្អីហ្នឹងហើយយើងរៀបចំប្រដាប់ដើម្បីទៅផ្ទះត្រឡប់ទៅផ្ទះវិញភ្លឺហើយម៉ោងប្រហែលជា6ជាងហើយបើសួរខ្ញុំថាមានអារម្មណ៍មិនពេលដេកព្រៃចំពោះខ្ញុំមានអារម្មណ៍ថាផ្ដាសាយដោយសារល្ងាចបងប្អូនអើយណាបងប្អូនវីដេអូមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់